បាទស្វាគមន៍មកកាន់កម្មវិធី Highlights Library Reading អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹង detail តាក់ទងជាមួយនឹងចំណុចផ្សេងៗសម្រាប់ account គ្រូតោះយើងទៅមើលទាំងអស់គ្នាអញ្ចឹងជាដំបូងនៅពេលដែលលោកគ្រូអ្នកគ្រូ log in នៅក្នុងកម្មវិធី Highlights Library គឺមានផ្ទាំងបែបនេះ dashboard គឺជាកន្លែងបង្ហាញអំពីទិន្នន័យទូទៅការអានភ្លាមៗក៏ដូចជាចំនួនសៀវភៅដែលបានអានរយៈពេលអានសកម្មភាពផ្សេងៗព្រមទាំងមានប៊ូតុងផ្លូវកាត់ទៅកាន់ការមើលរបាយការណ៍ការដាក់កិច្ចការនិងការអានសៀវភៅបានផងដែរអូខេលើពីហ្នឹងគឺយើងមាន reporting បាទយ៉ាងលម្អិតប្រព័ន្ធនេះគឺមានមុខងារក៏ដូចជាជួយដល់លោកគ្រូអ្នកគ្រូអាចជ្រើសរើសថ្នាក់ការបរិច្ឆេទដើម្បីមើលទៅលើចំណាត់ថ្នាក់ចំនួនសៀវភៅដែលកូនសិស្សម្នាក់ៗបានអានបានយ៉ាងច្បាស់លាស់ចូលមកកាន់ចំណុច learning គឺមាន4 category ផ្សេងៗគ្នា new assignment នេះបាទ assignment នេះគឺអនុញ្ញាតឲ្យលោកគ្រូអ្នកគ្រូបាទធ្វើការដាក់កិច្ចការងារទៅកាន់ក្នុងថ្នាក់រៀនក៏ដូចជាទៅកាន់សិស្សានុសិស្សផ្ទាល់បាទនីមួយៗបានផងដែរចំណែកឯផ្នែកassignment log បាទនៅក្នុងផ្នែក assignment log គឺជួយតាមដានទៅលើការធ្វើកិច្ចការងាររបស់សិស្សម្នាក់ៗហើយយើងអាចដឹងថាតើមានសិស្សរូបណាខ្លះបានកំពុងធ្វើកិច្ចការដែលបានដាក់ស្របទៅតាមការបរិច្ឆេទ deadline ដែលលោកគ្រូអ្នកគ្រូបានកំណត់អូខេចូលមកចំណុចទី3គឺ student log មុខងារ student log នេះគឺជួយបង្ហាញអំពីកម្រិត level សិក្សារបស់សិស្សបាទប្រវត្តិការអានការផ្លាស់ប្ដូរកម្រិតការអានរបស់សិស្សម្នាក់ៗដើម្បីងាយស្រួលនៅក្នុងការវិតម្លៃសមត្ថភាពអូខេចំណុចចុងក្រោយគឺ placement test បាទមុននឹងចាប់ផ្ដើមកម្មវិធី Highlights Library បាទគឺមានប្រព័ន្ធ placement test ដើម្បី test ស្ទង់សមត្ថភាពសិស្សបាទប្រព័ន្ធនឹងផ្ដល់ពិន្ទុនិងកំណត់ level ដ៏សមស្របបំផុតសម្រាប់សិស្សម្នាក់ៗដោយស្វ័យប្រវត្តិអញ្ចឹងចូលមកកាន់ផ្នែក result គឺយើងមានPhonics Reader មានរហូតដល់70ក្បាលដែលជួយកុមារក្នុងការរៀនប្រកបនិងបញ្ចេញសំឡេងភាសាអង់គ្លេសបានយ៉ាងត្រឹមត្រូវនិងភាពរីករាយបានបាទពិសេសបំផុតនៅក្នុងកម្មវិធី Highlights Library ដែលបានបង្ហាញអំពីចំនួនសៀវភៅជាក់ស្ដែងគឺយើងមានជាង3000ក្បាលមែនតើទៅមាន3215ក្បាលនៅក្នុងនេះហើយយើងអាចតម្រៀបទៅតាម level ពីកម្រិត beginner រហូតដល់ advanced កន្លែងនេះគឺយើងអាច scroll បានបាទគឺយើងមាន category ច្រើនមែនតើនៅក្នុងនេះបាទហើយមិនត្រឹមតែប៉ុណ្ណោះគឺយើងបែងចែកជា2នៅក្នុងកម្មវិធី Highlights Library ហើយរឿងទាំងអស់មាន non fiction និង fiction បាទរឿងពិតនិងរឿងប្រឌិតនៅក្នុងនេះបាទចូលមកចំណុច magazine បាទសៀវភៅកាសែតបាទគឺមាន24ក្បាលសម្រាប់វីដេអូបាទជាចុងក្រោយគឺ Highlights Library គឺមានវីដេអូអប់រំបាទជាង200ភាគ200វីដេអូទៅលើប្រធានបទផ្សេងៗដែលជួយឲ្យការរៀនសូត្រកាន់តែមានរសជាតិនិងមិនធុញទ្រាន់បាទចឹងជួបគ្នានៅក្នុងវីដេអូក្រោយខ្ញុំនឹងបង្ហាញអំពី resource សំខាន់ៗសម្រាប់លោកគ្រូអ្នកគ្រូទៅលើ book resource classroom material និង academic standard អូខេជួបគ្នានៅក្នុងវីដេអូក្រោយ